ហើយថាសពថ្ងៃប្រទេសចិនជាមហាអំណាចមួយក្នុងចំណោមមហាអំណាចធំទាំង3ហើយបើនិយាយពីសភាវុធវិញប្រទេសនេះមានសមត្ថភាពផលិតសភាវុធគ្រប់ប្រភេទទាំងអស់មិនចាញ់សហរដ្ឋអាមេរិកនិងរុស្ស៊ីនោះទេប៉ុន្តែក្នុងវីដេអូមួយនេះខ្ញុំសូមលើកយកតែប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយខ្លី PGZ-95 មកនិយាយតែប៉ុណ្ណោះ PGZ-95 វាជាប្រភេទប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយខ្លីត្រូវបានផលិតឡើងក្នុងឆ្នាំ1999និងត្រូវបានបង្ហាញជាសាធារណៈនៅក្នុងព្យុហយាត្រាយោធាមួយនៅទីក្រុងប៉ៃជីងនាឆ្នាំ2009ដោយប្រព័ន្ធការពារដែនអាកាសមួយនេះមានទម្ងន់ 22,500 គីឡូក្រាមបណ្ដោយប្រវែង 6.71 ម៉ែត្រទទឹង 3.2 ម៉ែត្រកម្ពស់ 3.4 ម៉ែត្រវាអាចបរចល័តបម្លាស់ទី 53 គីឡូម៉ែត្រក្នុង1ម៉ោងនិងអាចរត់បានចម្ងាយ 450 គីឡូម៉ែត្រទូខ្លួនរបស់វាអាចការពារពីការវាយប្រហារដោយគ្រាប់កាំភ្លើងយន្ត 12.7 មីលីម៉ែត្រនិង 7.62 មីលីម៉ែត្រប្រព័ន្ធការពារ PGZ-95 បំពាក់កាំភ្លើងយន្ត 25 មីលីម៉ែត្រចំនួន 4 ដើមអាចបាញ់បាន 600 គ្រាប់ទៅ 800 គ្រាប់ក្នុង1នាទីបាញ់បានចម្ងាយ 2000 ម៉ែត្រទៅ 2500 ម៉ែត្រជាចម្ងាយដែលបាញ់ចំគោលដៅបានល្អនិងបំពាក់ទៅដោយមីស៊ីលការពារដែនអាកាសប្រភេទ QW2 ចំនួន 4 ដើមបាញ់បានចម្ងាយ 3500 ម៉ែត្រទៅ 6000 ម៉ែត្រចំពោះការបំពាក់បច្ចេកវិទ្យារបស់វាវិញប្រព័ន្ធការពារដែនអាកាសមួយនេះមានបំពាក់រ៉ាដាប្រភេទ CLC-1S band plus Doppler search ដែលវាអាចចាប់គោលដៅបានចម្ងាយ 11 គីឡូម៉ែត្រនិងការបំពាក់ TV កាមេរ៉ាប្រព័ន្ធ Infrared Search and Track ប្រព័ន្ធ Laser ស្វែងរកគោលដៅដែលវាអាចចាប់គោលដៅបានចម្ងាយ 5000 ម៉ែត្រទៅ 6000 ម៉ែត្រមិនត្រឹមតែប៉ុណ្ណោះប្រព័ន្ធការពារដែនអាកាសមួយនេះនៅមានប្រព័ន្ធរ៉ាដាជំនួយផ្សេងទៀតគឺប្រភេទ S-band CL2 ដែលវាអាចចាប់គោលដៅបានចម្ងាយ 45 គីឡូម៉ែត្រក្នុងរយៈកម្ពស់ 4500 ម៉ែត្រនិងគេអាចគ្រប់គ្រងវាពីចម្ងាយដោយប្រព័ន្ធ Digital ក្នុងចម្ងាយ 5 គីឡូម៉ែត្រនិងអាចធ្វើការទំនាក់ទំនងផ្ដល់ព័ត៌មានដល់គ្នាចម្ងាយ 15 គីឡូម៉ែត្រត្រង់កន្លែងនេះខ្ញុំសូមបញ្ជាក់ផងដែរថាប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយខ្លីមួយចំនួនវាអាចចេញប្រតិបត្តិការតែឯងក៏បានដោយប្រើរ៉ាដាដែលបិទភ្ជាប់នឹងខ្លួនវាប៉ុន្តែដើម្បីបង្កើនសមត្ថភាពក្នុងការចាប់យកគោលដៅបានឆ្ងាយនិងមានប្រសិទ្ធភាពវាត្រូវចេញប្រតិបត្តិការជាក្រុមដោយមានរថយន្តស៊ើបការរថយន្តបន្ទប់គ្រាប់និងប្រព័ន្ធរ៉ាដាជំនួយយ៉ាងណាមិញប្រព័ន្ធការពារដែនអាកាស PGZ-95 នេះក៏ដូចគ្នាដែរវាមានរថយន្តជំនួយ 6 គ្រឿងនិងប្រព័ន្ធរ៉ាដាជំនួយបន្ថែមទៀតសប្តាហ៍ប្រព័ន្ធការពារដែនអាកាសមួយនេះត្រូវបានចិនធ្វើទំនើបកម្មទៅជាច្រើនស៊េរីដូចជា PGZ-04A ជាដើមដោយចិនបំពាក់មីស៊ីលការពារដែនអាកាស FN6 ចំនួនវិញ